ផលយើងអស់មកវាប្រមាណគឺត្រូវសម្រាប់ដល់ផលរបស់យើងទេគឺវាមានឲ្យអត់ទេហើយបាយសញ្ញាពីមួយយកពាក្យថាធ្លាក់ដូចមាននៅតារាងនេះយើងក៏คลิกទៅវាមួយបានហើយប្រអប់មានទេយើងវាហើយបើកពេញទៅដល់ផ្សេងដាក់ចូលដូចនេះហើយយើងដល់មកអញ្ចឹងចំនួនសិស្សធ្លាក់ដែលមាននៅក្នុងតារាងនេះគឺមានតែ4នាក់ទេតែយើងចង់បំបែករសិស្សប្រុសធ្លាក់សរុបសិស្សស្រីធ្លាក់សរុបហ្នឹងគឺប្រើទៅមុនខោដែលមានខែឯហ្នឹងខោនេះដែលមានខែឯហ្នឹងហើយយើងឆ្លាច់វាឆ្លាច់ដូចតែមិនដែរទេរូបមន្តតែមួយទេតែយើងអាចបំលែងវាទៅច្រើនណាដើម្បីកែលាតារាងយើងអាបើតិចតិចយើងអាចរាប់មាត់បានតែវាច្រើនអត់ថាទេក៏មានទៅតាមបាទគឺចាំដែរចាំហោះចេះតែแท้ទុកឲ្យគ្រូទៅទៅថាចាំក៏មកធ្វើឲ្យរាល់ថ្ងៃទៅក៏ដាក់ថាយើងអាសាទៅគឺអាចចាំឲ្យតែមួយយូរម្ដងយើងអាចនិយាយផ្លេចហើយទៀតបងអាចឡូវទៅទុកព្រោះខ្ញុំសរសេរជារូបមន្តឲ្យ Excel